សូមជូនរឿងនិទានព្រះនាងនិងអាណាចក្រកណ្ដាលអាធ្រាត្រមានពេលមួយក្នុងនគរមួយដែលព្រះអាទិត្យមិនលិចនោះមានព្រះនាងតូចមួយព្រះនាមសេរ៉ាភីណារាជាណាចក្ររបស់នាងដែលមានឈ្មោះថាលូម៉ាណារ៉ាត្រូវបានប្រទានពរដោយអំណោយដ៏កម្រមួយទឹកដីត្រូវបានងូតទឹកក្នុងពន្លឺថ្ងៃដ៏អស់កលឹបជានិច្ចអ្នកភូមិសត្វពាហនៈនិងដើមឈើទាំងអស់បានរីកដុះដាលដោយសុខដុមរមនាមិនដែលដឹងពីភាពស្ងប់ស្ងាត់នៃរាត្រីដ៏ស្ងប់ស្ងាត់នោះទេប៉ុន្តែមានអាថ៌កំបាំងមួយលាក់ទុកយ៉ាងជ្រៅនៅក្នុងបេះដូងនៃនគរទឹកដីវេទមន្តមួយហៅថាអាណាចក្រពាក់កណ្ដាលអាធ្រាត្រដែលជាកន្លែងមួយដែលបានលេចចេញមកនៅពេលដែលត្រនិចនាឡិកាចង្អុលម៉ោង12ពាក់កណ្ដាលអាធ្រាត្ររឿងព្រេងនិទានថាអាណាចក្រពាក់កណ្ដាលអាធ្រាត្ររក្សាគន្លឹះនៃកំណប់ទ្រព្យដ៏អស្ចារ្យបំផុតក្នុងពិភពលោកដែលជាគ្រីស្ដាល់បុរាណដែលអាចនាំមកនូវទល់ឲ្យភាពដល់ទឹកដីណាមួយប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងលូម៉ាណារ៉ាធ្លាប់បានឃើញនោះទេព្រោះវាបាត់ទាំងព្រឹកដោយមិនបន្សល់ទុកដានឡើយព្រះនាងសេរ៉ាហ្វីណាដែលចង់ដឹងចង់ឃើញនិងក្លាហានតែងតែចាប់អារម្មណ៍នឹងរឿងនៃ Midnight Kingdom ជារៀងរាល់យប់ខណៈពេលដែលនគរដែលនៅសេសសល់បានដេកនៅក្រោមពន្លឺថ្ងៃមិនចេះចប់នាងនឹងសម្លឹងមើលផ្កាយដោយឆ្ងល់ថាតើមានអ្វីនៅពីលើពួកគេល្ងាចថ្ងៃមួយពេលដែលនាងឈរក្បែរយកនៃប៉មរបស់នាងបានឮសំឡេងស្រទន់ហើយឈ្មោះរបស់នាងងាកមកនាងបានឃើញព្រះអង្គម្ចាស់វ័យក្មេងឈរនៅមូលដ្ឋានប៉មព្រះអង្គម្ចាស់អេលីយ៉ាសមកពីនគរជិតខាងដែលបានធ្លាក់ចូលទៅក្នុងស្រមោលរាជាណាចក្ររបស់ទ្រង់ត្រូវបានញ៉ាំញីដោយព្យុះហើយដែនដីដែលធ្លាប់រស់រវើកបានคล้ายទៅជាវាលរហោស្ថានព្រះអង្គម្ចាស់អេលីយ៉ាសសម្លឹងមើលនាងដោយតាំងចិត្តក្នុងក្រសែភ្នែករបស់ព្រះអង្គថាក៏ខ្ញុំបានឮរឿងដែរក៏ខ្ញុំជឿថាអាណាចក្រពាក់កណ្ដាលអាធ្រាត្រមានគន្លឹះក្នុងការស្ដារទឹកដីរបស់ខ្ញុំឡើងវិញតើអ្នកនឹងជួយខ្ញុំស្វែងរកវាទេសេរ៉ាហ្វីណាស្ទាក់ស្ទើរព្រះរាជាណាចក្រពាក់កណ្ដាលអាធ្រាត្រត្រូវបានគេនិយាយថាមានគ្រោះថ្នាក់ហើយមានតែអ្នកដែលចង់ចូលប៉ុណ្ណោះដែលអាចធ្វើដូច្នេះបានយ៉ាងណាក៏ដោយភាពក្លាហាននៅក្នុងសម្លេងរបស់អេលីយ៉ាសបានបំផុសអ្វីមួយនៅក្នុងចិត្តនាងរួមគ្នាពួកគេអាចផ្លាស់ប្ដូរអ្វីទាំងអស់នៅយប់នោះខណៈដែលនាឡិកាបានឈានដល់12ផ្កាយចាប់ផ្ដើមភ្លឺជាងមុនទៅទៀតខ្យល់នៅជុំវិញពួកគេចាំងពន្លឺដោយមន្តអាគមហើយនៅចម្ងាយពន្លឺដ៏ស្រទន់មួយបានលេចចេញមកជាច្រកដ៏ភ្លឺចាំងដែលនាំទៅដល់នគរពាក់កណ្ដាលអាធ្រាត្រដោយគ្មានពេលវេលាខ្ជះខ្ជាយអ្នកផ្សងព្រេងទាំងពីរបានដើរកាត់វិបហត្ថថលនៅពេលពួកគេឆ្លងផុតកម្រិតកំណត់ពួកគេបានរកឃើញខ្លួនឯងនៅក្នុងទឹកដីនៃភាពស្រស់ស្អាតចម្លែកមានដើមឈើប្រាក់ដែលមានស្លឹកដែលបញ្ចេញពន្លឺដូចពេជ្រទន្លេនៃពន្លឺព្រះច័ន្ទនិងផ្ទៃមេឃដែលលាបពណ៌ដោយស្រមោលពណ៌ស្វាយនិងពណ៌ស្វាយដ៏រស់រវើកបំផុតប៉ុន្តែមានអ្វីមួយមិនស្ងប់ចិត្តអំពីវាផងដែរខ្យល់មានភាពក្រាស់ដោយវេទមន្តហើយស្រមោលហាក់ដូចជាញើតនៅគែមនៃការមើលឃើញរបស់ពួកគេនៅពេលពួកគេធ្វើដំណើរកាន់តែជ្រៅទៅក្នុងគោពួកគេបានជួបសត្វអាតកំបាំងចោកនិយាយសត្វចោកដែលមានរោមមាសនិងសត្វទីទុយចំណាស់ដ៏ឆ្លៀសវៃដែលនាំពួកគេទៅកាន់គ្រីស្ដាល់បុរាណប៉ុន្តែមានឧបសគ្គមួយដែលពួកគេមិនបានគិតទុកមុននោះគឺអ្នករក្សានៃនគរពាក់កណ្ដាលអាធ្រាត្រជារូបអាតកំបាំងពាក់អាវខ្មៅសំឡេងគាត់បន្លឺឡើងដូចផ្គរលាន់ពេលគាត់និយាយលោកបានព្រមានថាមានតែអ្នកដែលមានចិត្តពិតនិងចិត្តណាសុទ្ធប៉ុណ្ណោះអាចនឹងអះអាងពីគ្រីស្ដាល់នេះ The Midnight Kingdom សាកល្បងប្រឡឹងតើអ្នកស័ក្តិសមទេសេរ៉ាហ្វីណាបោះជំហានទៅមុខភ្នែករបស់នាងពោពេញដោយការតាំងចិត្តយើងស្វែងរកគ្រីស្ដាល់ដើម្បីនាំមកនៅទល់ឲ្យភាពដល់ពិភពលោកដើម្បីស្ដារសន្តិភាពដល់ទឹកដីអ្នករក្សាបានសិក្សាពួកគេយ៉ាងជិតស្និទ្ធគួរល្អណាស់ប៉ុន្តែត្រូវព្រមានប្រសិនបើអ្នកទាំងពីរមានចំណងអាត្មានិយមនោះព្រះរាជាណាចក្រនឹងបង្ហាញវាហើយអ្នកនឹងមិនអាចចាកចេញឡើយជាមួយនឹងរលកនៃដៃរបស់គាត់ Keeper បានបញ្ចេញអក្ខរាវិរុទ្ធដែលនឹងសាកល្បងបេះដូងរបស់ពួកគេភ្លាមនោះ Seraphina និង Elias បានរកឃើញថាពួកគេប្រឈមមុខនឹងការភ័យខ្លាចយ៉ាងខ្លាំងបំផុតសម្រាប់ Seraphina វាជាការភ័យខ្លាចនៃការបំភ្លេចចោលពន្លឺរបស់នាងរសាត់ទៅដោយគ្មានអ្វីសោះគ្មាននរណាម្នាក់ចងចាំពីភាពក្លាហានរបស់នាងឡើយសម្រាប់អេលីយ៉ាវាគឺជាការភ័យខ្លាចដែលមិនអាចសង្គ្រោះប្រជាជនរបស់គាត់បានពីការបរាជ័យរបស់ពួកគេហើយមើលនគររបស់គាត់ដួលរំទៅជាធូលីដី
ប៉ុន្តែរាល់ពេលដែលការភ័យខ្លាចគំរាមកំហែងនឹងពួកគេបានរកឃើញភាពរឹងមាំចំពោះគ្នាសេរ៉ាហ្វីណាលូកដៃទៅអេលីយ៉ាប្រគល់ដៃមួយឲ្យគាត់ហើយគាត់បានយកវាផ្ដល់ការទុកចិត្តដល់នាងដោយមិនងាយក្រេរួមគ្នាពួកគេបានយកឈ្នះលើការភ័យខ្លាចរបស់ពួកគេអ្នកការពារបានងក់ក្បាលក៏អ្នកបានបង្ហាញខ្លួនឯងគ្រីស្ដាល់ជារបស់អ្នកខ្យល់នៅជុំវិញពួកគេចាំងពន្លឺហើយនៅពីមុខពួកគេឈរនៅគ្រីស្ដាល់បុរាណបញ្ចេញពន្លឺភ្លឺចែងចាំងនៅពេលដែលសេរ៉ាហ្វីណាប៉ះវានាងមានអារម្មណ៍ថាមានភាពកក់ក្ដៅពាសពេញរាងកាយរបស់នាងវេទមន្តរបស់គ្រីស្ដាល់បានបំពេញឲ្យនាងនៅចំណេះដឹងអំពីរបៀបស្ដារទល់ឲ្យភាពទៅកាន់ពិភពលោករបស់ពួកគេពេលយប់ចាប់ផ្ដើមរសាត់ទៅនគរពាក់កណ្ដាលអាធ្រាត្រក៏ចាប់ផ្ដើមរលត់ទៅហើយទ្វារក៏លត់ទៅវិញសេរ៉ាហ្វីណានិងអ៊ីលីសឈរនៅគែមនៃនគរដោយកាន់គ្រីស្ដាល់រវាងពួកគេអេលីយ៉ាសនិយាយទាំងញឹមដោយអំណរគុណថាខ្ញុំនឹងប្រើអំណាចនេះដើម្បីសង្គ្រោះរាជាណាចក្ររបស់ខ្ញុំសេរ៉ាហ្វីណាបានឆ្លើយតបថាហើយខ្ញុំនឹងប្រើវាដើម្បីធានាថាលូម៉ាណារ៉ាមិនបាត់បង់ទល់ឲ្យភាពរបស់វាជាមួយនឹងគ្រីស្ដាល់នៅក្នុងដៃពួកគេបានត្រឡប់ទៅអាណាចក្ររបស់ពួកគេវិញដោយដឹងថាការផ្សងព្រេងរួមគ្នារបស់ពួកគេទើបតែចាប់ផ្ដើមប៉ុណ្ណោះនគរពាក់កណ្ដាលអាធ្រាត្រទោះបីជាកន្លែងអាថ៌កំបាំងក៏ដោយបានបង្ហាញអាថ៌កំបាំងរបស់វាហើយរួមគ្នាសេរ៉ាហ្វីណានិងអេលីយ៉ានឹងធានាថានគរទាំងពីរនឹងរីកចម្រើនមានតុល្យភាពដោយមន្តអាគមនៃពេលយប់និងពេលថ្ងៃដូច្នេះហើយនៅក្រោមផ្កាយដែលភ្លឺជាងពេលមុនព្រះនាងនិងព្រះអង្គម្ចាស់បានចាប់ផ្ដើមដំណើរថ្មីរបស់ពួកគេដោយរួបរวมគ្នាក្នុងការស្វែងរកសន្តិភាពរបស់ពួកគេហើយត្រូវបានចងជាប់ជារៀងរហូតដោយវេទមន្ត